Bộថ្ងៃនេះអាថតវីដេអូនៅផ្លូវខាងត្បូងបងវត្តព្រៃខ្ពស់បងផ្លូវខាងត្បូងនេះគឺអាធ្វើធំហ្នឹងបងនឹងផ្លូវទៅត្បូងខ្លងទ្វារមួយបងមួយនេះទៀតគឺផ្លូវនេះ3ម៉ែត្រតាមពីខាងលិចទៅមកទៅដល់បុកកត់2ជាន់បងនេះផ្លូវត្បូងទៅត្បូងនេះគឺចេញពីរង្វង់មូលនេះបងថ្ងៃនេះគឺញោមញាតបានទស្សនាឃើញពីលើណាទឹកដីវត្តព្រៃខ្ពស់គឺខ្ញុំកណាអាត្មាលើកដ្រូនឡើងលើបងតែមុននឹងលើកដ្រូនឡើងលើនាំញោមទស្សនាមើលខាងក្រោមបន្តិចគឺសម្រាប់កសាងបន្តបងចម្រើនពរញោមទាំងក្នុងនិងក្រៅប្រទេសដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមកសាងនៅសមិទ្ធផលផ្សេងនៅទឹកដីវត្តចំពោះរុក្ខាបណរាមហៅវត្តព្រៃខ្ពស់ស្ថិតនៅភូមិព្រៃខ្ពស់ឃុំព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងទៀតតាមរយៈដ្រូនខ្ញុំកណាអាត្មាថតនេះគឺថតអំពីថ្ងៃមិញនឹងសមិទ្ធផលដែលបានកសាងរួចបងផ្លូវតលិចខ្ញុំទស្សនាមើលបងនេះផ្លូវទឹកត្បូងមួយខ្សែនេះបងកន្លែងនេះគឺខ្វះស៊ីម៉ង់គ្រោះខ្សាច់បងដើម្បីកសាងបន្តនឹងគឺទឹកដីវត្តព្រៃខ្ពស់ញោមទស្សនាឃើញតាមเพจតាម YouTube អាត្មាបងណាញោមជួយចុចsubscribe ម្នាក់មួយផងបង subscribe បងនៅ YouTube ណាបងពេលញោមទស្សនាហើយ subscribe រាល់វីដេអូខ្ញុំកណាអាត្មាលោតទៅឲ្យញាតិញោមបានទស្សនាលឿនបងឃើញនេះគឺព្រះសម្មាសម្ពុទ្ធដែលខ្ញុំកណាអាត្មាគម្រោងកសាង109អង្គរំលឹកគុណនមស្ការថ្វាយគុំព្រះសម្មាសម្ពុទ្ធ109អង្គផង48000ព្រះអង្គផង2លានព្រះអង្គផងដោយត្បូងរបស់ខ្ញុំប្រកាសណាជាញោមបានទស្សនាឃើញជ្រះថ្លាទៀតណារូបសំណាកព្រះសម្មាសម្ពុទ្ធនេះក្នុងមួយអង្គ$260បងមួយអង្គ$260ครับនៅទេពប្រណមនេះទេពប្រណមទាំងបលាំងទាំងក្បាច់ទាំងផ្លាកឈ្មោះទាំងទេពប្រណម$230បងជាងគេទៅតែដាក់សម្លៀកបំពាក់បន្ថែមកន្លែងនេះគឺដាក់កំពូលពីលើ3បងអាត្មាទាញដ្រូនមកដើម្បីយើងជាងកំពុងធ្វើឆ្លាក់សម្ពុតថ្មីបងជាងនេះគឺនៅខាងបៃលិនបងហើយជាងនៅខាងបៃលិននេះជាងអ្នកបួសដែរបងបួសច្រើនឆ្នាំដែរសត្វទៅវិញក៏មានជំនាញចំណេះទៅជាជាងគំនុំហើយរូបសម្រាប់ធំនេះគឺតំណាងសកតិវិរិយគឺព្រះអិនព្រះអិនហើយញោមទស្សនាមើលលើដំបូលព្រះហេចក្រាលកាកូឡាខ្ញុំកណាអាត្មាក្រាលកូឡាព័ទ្ធជុំវិញពេញព្រះវិហារតែនៅដំបូលព្រះវិហារនេះញោមបងសមិទ្ធផលដែលកសាងរួចហើយពីមុនតែខ្ញុំកណាមកមិនទាន់មានព្រះវិហារកុដិសាលាខ្លងទ្វីចេតិយជុំវិញវិហារនិងលបងវត្តបងឧបនុសមិទ្ធផលថ្មីដែលខ្ញុំកណាអាត្មាមកកសាងទាំងអស់ផ្លូវគឺខ្ញុំកណាអាត្មាកម្រងផ្លូវនេះគឺធ្វើជាប្លង់ណាញាតិញោមបងធ្វើជាប្លង់ណាញាតិញោមមកទស្សនាមកទៅតែបាន66អង្គនៅខ្វះ40
3 អង្គទៀតគ្រប់109អង្គព័ទ្ធជុំវិញព្រះវិហារបងណាព័ទ្ធជុំវិញព្រះវិហារនេះឯងបងទឹកដីវត្តចម្ពូរុក្ខាវណ្ណារាមហៅវត្តព្រិចពោះវត្តនេះស្រាវជ្រាវទៅគឺកើតឡើងជាង100ឆ្នាំហើយបងជាង100ឆ្នាំបន្តិចទៀតញោមញាតិនឹងទស្សនាទៅខាងលើដែលខ្ញុំកណាអាត្មាទាញពីលើនឹងឲ្យឃើញទេសភាពពីខាងលើឃើញស្ទឹងបងបន្តិចទៀតខ្ញុំទស្សនាមកឃើញស្ទឹងបងណានេះគឺរោងខ្វះដំបូលលើមកញាតិញោមណាខ្វះដំបូលលើបងដំបូលលើនេះដែកក្នុងមួយដើមដែក4ហ៊ុនគុណ4ហ៊ុន8ហ៊ុនក្នុងមួយដើម6ម៉ែត្រតម្លៃ$12កន្លះក៏$12កន្លះចឹងខ្មារោងនេះមិនមែនតែមួយខ្នងនេះទេញោមនៅមួយខ្នងខាងនេះមួយទៀតត្រង់ចំដើមពោធិ៍នោះហើយបាទត្រង់មួយខ្នងទៅនឹងទៀតបាទនេះសាលាឆាន់ដែលធ្វើឲ្យពីមុនខ្ញុំក៏ណាមកអត់តាន់ទេតែលាបថ្នាំខ្ញុំក៏ណាថ្មបាញ់ថ្នាំខ្លួនឯងណាហើយទស្សនាមើលញាតិញោមមើលឃើញទេសភាពថតថ្ងៃមិញញាតិញោមបើខែ5ខែឧសភាថ្ងៃទី15ខែ5ណាថតញាតិញោមទស្សនាមើលពីខាងលើក៏សមិទ្ធផលដូចកត់ដូចពហិនេះគឺកសាងពីមុនមកក៏មានចេតិយខ្លងទ្វារលបងវត្តក៏ហើយផ្លូវដែលខ្ញុំកណាអាត្មាកម្រងទៅត្បូងនេះធ្វើខ្លងទ្វារធំក៏កម្រងចាក់សាបទៅសិនបានអាត្មាគូប្លង់ជាខ្លងទ្វារយកគំរូមកពីប្រាសាទអង្គរយកគំរូពីប្រាសាទអង្គរមកកសាងបន្តនៅទឹកដីវត្តព្រិចពោះនេះបងញាតិញោមមើលឃើញចឹងឃើញផ្លូវញោមឃើញប្លង់ព្រោះអនាគតទៅអាត្មាដាំទៅជាផ្កាទៅជាសួនផុតជុំវិញណាទីអារាមវត្តព្រិចពោះនេះឯងតែសពថ្ងៃនេះញាតិញោមមកក្នុងខែ5នេះកូនសិស្សអាត្មាឈឺសង់ទាំងអស់អង្គនៅសល់តែប្រមាណអង្គ5 6អង្គជឿអាពាតទាំងខ្ញុំកណាអាត្មាក៏អាពាតណាគ្រុនឈាមនិងកាពះពោះវៀននេះផ្លូវចុះទៅស្ទឹងណាញាតិញោមញាតិញោមទស្សនាមើលទឹកស្ទឹងបាទណាញោមទស្សនាមើលតាម YouTube អាត្មាជួយ Subscribe ម្នាក់មួយផងហើយចូលរួមកសាងញោមតាក់ទងមកតាមអាត្មាចាំអាត្មាកត់number កត់លេខtelephone បាទលេខ telephone បាទដាក់នៅនេះញោមតាក់ទងមកបើតាម page ញាតិញោម page ស្មាច្រើនព្រោះអាត្មាបង្កើត page កាន់កាប់ page ដោយខ្លួនឯងបាទនេះស្ទឹងស្ពានយោនិស័យបាទអាត្មាបង្វិលដ្រូនតិចលើកម្ពស់50ម៉ែត្រឡើងលើបាទទឹកស្ទឹងបានកន្លះស្ទឹងហើយចូលខែ5ទឹកបានកន្លះស្ទឹងហ្នឹងហើយមើលទៅសមិទ្ធផលពីមុននេះញោមបងអានោះរោងចិត្តស្ទឹងនោះចាស់រោងចាស់បងអានោះសឡុំចាស់ដែរគឺសឡុំចាស់បងញោមទស្សនាមើលសូមចម្រើនពរញោមទាំងក្នុងនិងក្រៅប្រទេសដែលញោមបានទស្សនាហើយជ្រះថ្លានឹងព្រះពុទ្ធសាសនាទាំងចង់ធ្វើទានផ្សាយទានញោមទឹកដីវត្តខ្ញុំកណាអាត្មានេះគឺជនបទទីខ្សត់ក្រមិនមានឯកឧត្តមលោកជំទាវណាត់ស្គាល់មកដល់ទីកន្លែងនេះទេញោមមានទេសូម្បីតែការ live ផ្សាយផ្ទាល់មានអ្នកទស្សនាច្រើនញោម 2K 3K ក៏មិនមានឯកឧត្តមលោកជំទាវណាគាត់មានសទ្ធាទេអញ្ចឹងក៏មានតែសទ្ធាបរិស័ទណាទាំងក្នុងនិងក្រៅប្រទេសដែលរាប់អានខ្ញុំកណាអាត្មាហើយក៏ចូលរួមកសាងណាបន្តព្រះវិហារនិងចាក់សាបជំវិញព្រះវិហារទៀតខាងក្រោមញាតិញោម
ធ្វើអារាមទីអារាមនេះឲ្យទៅជាពុទ្ធសាសនដ្ឋានជាទីសក្ការៈគោរពបូជាមនុស្សនិងទេវតាព្រោះបរិស័ទទាំងអស់គ្រប់ជាតិសាសន៍ឲ្យតែគោរពព្រះពុទ្ធសាសនាគឺធ្វើឡើងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាទៀតតែខាងនេះនៅកត់ឈើមួយបងកត់ឈើហើយនេះកត់ថ្មនេះខ្ញុំណាអាត្មាជាអ្នកបដើមកសាងតែម្ដងមើលពីលើនេះផ្លូវទៅចាក់ថ្មីនេះគឺជាពាក់សម្ភារៈទេនៅឡើយទេមិនទាន់មានថាវិការបច្ច័យដើម្បីសងគេផងញាតិញោមណាហើយសពថ្ងៃខ្ញុំកណាអាត្មាហ្នឹងក៏សាងផងជួលគ្រូមកបង្រៀនប្រសង់ផងក្នុងព្រះសាសនារៀនភាសាបាលីទៀតបុកហើយបើមិនរៀនចប់ហើយបុកមិនរៀនចប់បុកតាមតែរៀនតាមតែសិក្សាស្រាវជ្រាវនៅគម្ពីរបត្រៃពិដកដើម្បីប្រាសចាកអំពីសេចក្តីទុក្ខប្រាសចាកអំពីសេចក្តីទុក្ខទាំងញាតិញោមពុទ្ធបរិស័ទស្រីប្រុសទៀតចុះមកដល់ក្រោមកូនឈើដំថ្មីញាតិញោមមើលទៅខៀវល្ងឹតដែរញាតិញោមដូងអីហ្នឹងហើយផ្លូវនេះចុះស្ទឹងណាញោមបងអញ្ចឹងសូមចម្រើនពរណាញោមណាបងមុននឹងបញ្ចប់សូមប្រគេនពរប្រគេនបុណ្យជូនពរជូនបុណ្យដល់ញោមញាតិពុទ្ធបរិស័ទស្រីប្រុសទាំងក្នុងនិងក្រៅប្រទេសដែលបានទស្សនាឃើញវីដេអូជួយចែករំលែក share បន្តនិង Subscribe ម្នាក់មួយក៏សូមឲ្យផលបុណ្យនៅកុសលបានបុណ្យទាំងយប់ទាំងថ្ងៃប្រាសចាកអំពីសេចក្តីទុក្ខរោគជំងឺឈឺសង្កាត់ទាំងឡាយបវាជិះចេញឆ្ងាយទៅទៀតណាបងសូមឲ្យសុខចម្រើនអាយុវែងយឺនយូរជាង100ព្រះវស្សាទៀតញោមញាតិនៅទីកន្លែងណាដោយញាតិញោមណានៅលើពិភពលោកដែលបានទស្សនាឃើញទៀតជួយចាប់មគ្គផលបន្តទៀតណាបងខ្ញុំកណាអាត្មាជាព្រះគ្រូចតកាគង់នៅវត្តចម្ពូរុក្ខាវត្តនារាមហៅវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងទៀតណាញោមសំបីតែទេប៉ុណ្ណោះនេះញោមអាចតាក់ទងមកបានណាញោម$230ក្នុងមួយរូបបង12រូបបងណា$230ទាំងបលាំងទាំងឈ្នួលជាងទាំងឈ្នួលទេទាំងជាងទាំងទេប៉ុណ្ណោះណាញាតិញោមមិនមែនតែរូបមួយទេណាមើលបលាំងមកញាតិញោមបងហើយក្បាច់ហ្នឹងហើយផ្លាកឈ្មោះគឺឆ្លាក់ជាថ្មម៉ាទៀតបងហ្នឹងអញ្ចឹងសូមចម្រើនពរញោមនិងសូមអរគុណសូមអរប្រគុណនិងអរគុណចំពោះញោមញាតិណាទាំងក្នុងនិងក្រៅប្រទេសបងគ្រប់ជាតិសាសន៍ទាំងអស់ដែលស្ដាប់ជាភាសាខ្មែរហើយបានទស្សនាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់ធ្វើទានផ្សាយទានជូនមគ្គផលដល់ញាតិកាទាំង7សន្តានទៀតណាសូមជូនពរសូមជូនបុណ្យសុខភាពល្អរកស៊ីមានបានតិចតិជុំដោយទឹកអប់កំពង់ខ្ចីពុទ្ធពរព្រះ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លានឡើយណាសូមអនុមោទនា